năng ngay sôm xoa cùng bồn nó ngọc này lời giờ mình to mò lầm hạt ní cứ bẹ bòn mấy cá tam crab ở đại đi bên tay dừng dột màu bòn mấy cá đại miền chầm lại tràn rầm mỏ cho lực ru lơ nó không bà lầm hạt ní cứ dừng miền pí lầm hạt bà chỉ cùng ru bồn tam đàn ngọc nàyต่อ ok យើងមកមើលលំហាត់គេឲ្យបែបណាបាទទី1គេឲ្យយើងប្រព័ន្ធមេកា y ស្មើនឹង4ដក x ហើយនឹងទី2គឺ x លើ2បូក x លើ2ស្មើ2នេះជាប្រព័ន្ធមេកាហើយប្រព័ន្ធមេកានេះគឺយើងដោះស្រាយទៅលើក្រាបណាបើមានចម្លើយយើងមើលបើក្រាបនឹងចម្លើយគឺលំហាត់ទី1ដែលគ្រូបានឲ្យជាគំរូហើយបើគ្មានចម្លើយគឺលំហាត់បាទគំរូទី2បាទឥឡូវនេះចូលទី3ហើយលំហាត់ទី2នោះគឺឲ្យខគឺ 4x បូក 3y ស្មើ4ហើយនឹង 2x លើក3បូក y លើក2ស្មើ2លើក3អញ្ចឹងនេះជាលំហាត់គំរូ2ណាតែយើងទាំងអស់គ្នាអាចយកទៅសិក្សាហើយបាទធ្វើតាមហ្នឹងហើយឥឡូវយើងមើលចម្លើយបាទលំហាត់ទី1យើងបានមកបែបហ្នឹងហើយដើម្បីដោះស្រាយវាគឺយើងត្រូវតែសិក្សាទៅលើបន្ទាត់មួយណាបន្ទាត់មួយអញ្ចឹងក្នុងនេះយើងប្រព័ន្ធមេកាវាកើតឡើងរវាងបន្ទាត់2នេះជាបន្ទាត់ទី1ហើយនេះគឺជាបន្ទាត់ទី2ណាអញ្ចឹងដើម្បីសិក្សាវាបានលុះត្រាតែយើងឲ្យតម្លៃបន្ទាត់ហ្នឹងហើយយើងយកវាមកសង់បាទអញ្ចឹងយើងបង្កើតតារាងតម្លៃមួយមកតារាងតម្លៃជាលេខណាអញ្ចឹងយើងមាន y ស្មើនឹង4ដក x ហើយយើងមើលឲ្យតម្លៃបែបណាបងប្អូនតាមដានជាមួយលោកគ្រូអូខេឥឡូវយើងឲ្យតម្លៃ x ស្មើនឹង0កន្លែងនេះណា x ស្មើនឹង0ខាងលើនេះគឺជួរ x ទាំងអស់ខាងក្រោមគឺជួរ y អញ្ចឹងបើ x ស្មើ0មានថាត្រង់លេខ x នេះជំនួសដោយលេខ0មកអញ្ចឹង y នៅសល់4អញ្ចឹងឃើញ y ស្មើ4ណាមើលកន្លែងហ្នឹងហើយចំពោះ x ស្មើ4ម្ដងចំពោះ x ស្មើ4យើងឲ្យកន្លែង x នេះគឺស្មើនឹង4មកហើយ4ដល់4 0អញ្ចឹង y ស្មើ0នេះជាសមីការបន្ទាត់ទី1ហើយយើងសង់បន្ទាត់ទី2មួយទៀតបន្ទាត់ទី2ដូចគ្នាយើងឲ្យតម្លៃដូចបន្ទាត់ទី1ដែរចំពោះ x ស្មើ0មានន័យថាត្រង់កន្លែងនេះគឺ0នេះកន្លែងនេះគឺ0 0គឺយើងចោលហើយអញ្ចឹងគឺ y យើងបោះ2ទៅគុណនឹង2នេះមកយើងបោះគុណខ្វែងណា2គុណ2ឡើង4អញ្ចឹងចំពោះ x ស្មើ0 y ស្មើ4បន្ទាប់មកយើងឲ្យ x ស្មើ4ម្ដង x ស្មើ4កន្លែងនេះណាអញ្ចឹង4លើ2ស្មើ2 2បោះមកខាងនេះ2ដល់2 0អញ្ចឹង y ស្មើ0បាទ y លើ2ស្មើ0ចំណុច y ក៏ស្មើ0ដែរអញ្ចឹងនេះគឺជាបាទបន្ទាត់ទាំងពីរដែលយើងបានឲ្យតម្លៃរួចបន្ទាប់មកយើងយកវាមកសង់ណាយកមកសង់នៅលើក្រាបបាទនេះបន្ទាប់ពីយើងសង់យើងឃើញថាបន្ទាត់ទី1គឺ x0 រេច4 x4 រេច0អញ្ចឹងវាកាត់ត្រង់4 4ដូចគ្នាអញ្ចឹងយើងគូសបន្ទាត់នឹងមកឲ្យចំ4 4នឹងមកណាអញ្ចឹងនេះគឺជាបន្ទាត់ទី1ណាបន្ទាប់មកយើងគូសបន្ទាត់ទី2 04ហើយ40ដូចគ្នាឃើញទេអញ្ចឹង x0 រេច4មានថា x0 រេច4វាកាត់ត្រង់កន្លែង4ណា x4 y0 យើងវាកាត់ត្រង់ចំណុច4ដែរអញ្ចឹងឃើញបន្ទាត់ទាំងពីរនេះវានៅលើគ្នាណាអញ្ចឹងកាលណាបន្ទាត់ទាំងពីរនៅលើគ្នាអញ្ចេះគេបញ្ជាក់ប្រាប់ថាប្រព័ន្ធមេកានឹងមានចម្លើយច្រើនរាប់មិនអស់ណាឃើញទេអញ្ចឹងដូចនេះយើងអាចបង្ហាញថាប្រព័ន្ធមេកានេះមានចម្លើយច្រើនរាប់មិនអស់ទេអញ្ចឹងគុណអ្នកទាំងអស់គ្នាត្រូវចំណាំកាលណាឃើញប្រព័ន្ធមេកាតាមក្រាបហើយឃើញបន្ទាត់ទាំងពីរនៅលើគ្នាយើងថាសមីការនេះមានចម្លើយច្រើននេះគឺជាគំរូទី1ហើយយើងបន្តទៅគំរូទី2តើធ្វើបែបណាបាទគំរូទី2គេឲ្យបន្ទាត់2ដូចគ្នាហើយបង្កើតបានជាប្រព័ន្ធសមីការអញ្ចឹងដើម្បីរកចម្លើយវាយើងទៅសង់បន្ទាត់ទាំងពីរហ្នឹងដើម្បីសង់បានបងប្អូនត្រូវឲ្យតម្លៃជាលេខនៅលើតារាងសិនអញ្ចឹងឲ្យតែ2ចំណុចបានហើយនេះឲ្យតែ2ចំណុចមកឧទាហរណ៍តបន្ទាត់ទី1អញ្ចឹងណាបន្ទាប់មកយើងឲ្យតារាងលេខ1មកនេះហើយដោយលោកគ្រូបានបង្ហាញអញ្ចឹងចំណុចទី1មានថាយើងឲ្យតម្លៃ x ឲ្យបាន2មកហើយទិញរក y ណា x ស្មើ0អញ្ចឹងកន្លែងនេះ0ណា0ណាអញ្ចឹង y ស្មើនឹង4លើ3អញ្ចឹងយើងសារ 3y ស្មើ4អញ្ចឹងនាំឲ្យ y ស្មើ4លើ3អញ្ចឹងឃើញ y ប៉ុណ្ណេះបន្ទាប់មកយើងឲ្យ y 0ម្ដងក៏បានដែរយើងទាញរក x ឲ្យ y 0មានថាប៉ុណ្ណេះ0នេះប៉ុណ្ណេះ0ណាអញ្ចឹង 4x ស្មើនឹង4អញ្ចឹងនាំ x ស្មើ1
ឲ្យចឹងក៏បានដែរណាឬក៏យើងឲ្យតម្លៃ x ស្មើ1 y ស្មើ0ចឹងមកណាអូខេបន្តមកនេះជាបន្តទី1ហើយបន្តទី2យើងឲ្យតម្លៃដូចគ្នាហើយបន្តទី2គឺអញ្ចឹងហើយអ្នកទាំងអស់គ្នាតាមដានចំពោះ x ស្មើនឹង0ណា x ស្មើ0មានថាប៉ុណ្ណេះនេះប៉ុណ្ណឹង0ណា0អញ្ចឹង y ស្មើ4លើ3អញ្ចឹងយើងបោះ2ទៅគុណនឹង2មក4គុណខ្វែងណាគុណខ្វែងអញ្ចឹងទៅឃើញ4លើ3ដែរណាអញ្ចឹងបន្តមក y ស្មើនឹង0ម្ដងទៅអ្នកនឹងអាចឲ្យ y ស្មើ0ទៅណាឃើញ0ណាកន្លែងនេះ0ណាបើឲ្យ y ស្មើ0មាននៅកន្លែងនេះ0 0អញ្ចឹង 2x លើ3ស្មើនឹង2លើ3អញ្ចឹងយើងគុណខ្វែងគ្នាទៅឃើញ x ស្មើនឹង1ណា x ស្មើនឹង1បន្ទាប់មកយើងយកតម្លៃនៃបន្តទាំងពីរនេះយកទៅសង់ក្រាបនេះក្រាបយើងឃើញថាបន្តទាំងពីរបន្ទាប់ពីសង់ទៅយើងឃើញថាបន្តទាំងពីរនេះវានៅលើគ្នាដែរណាវានៅលើគ្នាដូចលំហាត់ទី1មានតែបន្តទី1ក៏ហ្នឹងបន្តទី2ក៏ហ្នឹងណាអូខេអញ្ចឹងបន្ទាប់ពីអញ្ចឹងយើងអាចបញ្ជាក់ប្រាប់បានថាប្រព័ន្ធសមីការនេះមានចម្លើយច្រើនរាប់មិនអស់ទេណានេះណាអញ្ចឹងនិយាយឡើងវិញថាបើឃើញយើងសង់បន្តទៅឃើញវាត្រួតគ្នាមានថាប្រព័ន្ធសមីការនេះមានចម្លើយច្រើនជាងថាច្រើនអញ្ចឹងក៏បានដែរអូខេខ្ញុំគិតថាវាបោះក្បាយហើយសង្ឃឹមថាយើងជួបគ្នានៅវីដេអូបន្តមកទៀតពាក់ព័ន្ធនឹងការដោះស្រាយប្រព័ន្ធមេការតាមក្រាបដដែលប៉ុន្តែយើងប្រើតាមវិធីផ្សេងមួយទៀតណាអូខេយើងនឹងជួបគ្នានៅវីដេអូបន្ត